ចូលបងបងដាំរុក្ខជាតិតូចៗ5ប្រភេទនេះនៅនឹងគេដ្ឋានរបស់បងបងដើម្បីផ្ដល់នៅលាភសំណាងហេងលុយហូរចូលនិងជួយបណ្ដេញឧបទ្រពចង្រៃចេញពីផ្ទះរបស់បងទៀតផងរុក្ខជាតិទាំងអស់នេះបងបងសាក់លបងដាំហើយយ៉ាងហោចណាស់គឺឲ្យបានមួយប្រភេទដែរព្រោះអីរុក្ខជាតិនេះគឺមានផលវិជ្ជមានខ្លាំងណាស់ចំពោះក្រុមគ្រួសាររបស់បងបងរុក្ខជាតិទាំងអស់នេះរួមមានរុក្ខជាតិប្រភេទទី1គឺដើមផ្កាម្លិះដើមផ្កាម្លិះផ្ដល់នៅធម្មពលវិជ្ជមានដល់អស្ចារ្យរុក្ខជាតិមួយនេះគឺជួយពង្រឹងទំនាក់ទំនងនិងបង្កើតនូវភាពស្និទ្ធស្នាលសម្ពាធអារម្មណ៍និងបានធូរស្បើយច្រើនដោយសារតែសម្រស់និងក្លិនរបស់ផ្កាម្លិះតែម្ដងហើយបងត្រូវរៀបចំបើរុក្ខជាតិនេះដាក់ខាងជើងនៃទ្វារផ្ទះប្រសិនបើបងចង់ដាក់នៅខាងក្រៅនៃខ្លោងទ្វារចូលផ្ទះគឺបងត្រូវដាក់នៅខាងជើងបងនៅភាគឦសានហើយនៅខាងកើតបងប្អូនទាំងអស់គ្នារុក្ខជាតិទី2បងរុក្ខជាតិនេះមានឈ្មោះថាដើមរាសីសំណាងបងនៅក្នុងអាស៊ីយើងនឹងដើមរុក្ខជាតិមួយប្រភេទគឺត្រូវបានគេប្រើរាប់ពាន់ឆ្នាំមកហើយបងហើយគេចាត់ទុករុក្ខជាតិមួយនេះគឺជាប្រភេទរុក្ខជាតិសញ្ញានៃភាពរុងរឿងនិងសញ្ញានៃភាពសំណាងល្អហើយដូច្នេះហើយយោងទៅតាមក្បួននៃហុងស៊ុយដើមរាសីសំណាងនេះគឺជាប្រភេទរុក្ខជាតិដែលមានឥទ្ធិពលខ្ពស់មែនទែននៅក្នុងការផ្ដល់ធម៌ពលនៃជីវិតរួមជាមួយនឹងភាពរស់រវើកនិងសកម្មភាពនៃរាងកាយរបស់មនុស្សដូច្នេះបងត្រូវដាំឲ្យបានឆ្ងាយពីពន្លឺព្រះអាទិត្យបន្តិចហើយនឹងរក្សារុក្ខជាតិមួយប្រភេទនេះនៅក្នុងកែវមួយឬក៏ទឹកបរិសុទ្ធឲ្យបានស្អាតបាតតែម្ដងចំណុចទី3បងដើមមួយទៀតគេហៅថាដើមលុយឬក៏ហៅថាប្រទាលរីករាយបងយោងទៅតាមក្បួននៃហុងស៊ុយរុក្ខជាតិប្រភេទនេះគឺតាក់ទាញសំណាងល្អមែនទែនហើយជាពិសេសគឺទ្រព្យសម្បត្តិក្នុងនោះវាដោះដូចជាអ្នកដែលគាត់ឡើងលើភ្នំអញ្ចឹងណាបងអញ្ចឹងបងគួរតែដាក់នៅជ្រុងផ្ទះហើយបងនឹងមើលឃើញថាភាពរីកចម្រើនហើយជាពិសេសគឺភាពបារម្ភ stress អវិជ្ជមាននឹងចាប់ផ្ដើមរសាយបន្តិចម្ដងហើយនឹងនាំមកនៅវិញនៅភាពសុខសប្បាយនិងភាពរីករាយមកកាន់ក្រុមគ្រួសារហើយលុយកាក់ពេលដែលយើងរកទទួលទានមុខរបរអាជីវកម្មទៅចេះតែកាក់កបបងហើយចេះតែមានលុយសល់ជាដុំជាកំភួនទៀតផងបាទហើយរុក្ខជាតិទី4ណាបងគឺរុក្ខជាតិផ្កាអ័រគីដេផ្កាអ័រគីដេនេះគឺតាក់ទាញធម៌ពលវិជ្ជមានដ៏ល្អរួមជាមួយនឹងប្រសើរឡើងនៅធម៌ពលរួមនៅខាងក្នុងផ្ទះរបស់បងគាត់គឺជាដើមដែលរក្សានៅក្លិនក្រអូបពិសេសបានយូរហើយគាត់នឹងបញ្ចេញនៅអុកស៊ីសែនពេលយប់ជាហេតុដែលធ្វើឲ្យបងជាម្ចាស់ផ្ទះហ្នឹងអាចដាក់នៅក្នុងបន្ទប់គេរបស់បងបានរុក្ខជាតិប្រភេទទី5បងគឺប្រភេទរុក្ខជាតិដូងព្រះគេហៅថាដូងព្រះឬក៏ប្រភេទដើមស្លឹកដូងគាត់គឺជាប្រភេទរុក្ខជាតិដែលនាំសំណាងដល់ផ្ទះរបស់យើងឬរបស់បងទាំងអស់គ្នាដែរជាប្រភេទរុក្ខជាតិដែលជួយជំរុញកម្លាំងការតុបតែងគេហដ្ឋានរបស់យើងឲ្យបានស្អាតបាតហើយខ្ញុំបញ្ជាក់ជូនបងថាជឿដែលមានការត្រេះរិះពិចារណាគេតែជឿដោយការត្រេះរិះគិតឲ្យបានច្បាស់មុននឹងបងជឿណាបាទខ្ញុំគិតថារុក្ខជាតិទាំង5ប្រភេទនេះទោះបីជាបងមិនមានជំនឿនៅក្នុងការដាំក៏ត្រូវដាំដែរព្រោះជាប្រភេទរុក្ខជាតិពណ៌បៃតងដែលជួយទៅលើកែវភ្នែកនៅពេលដែលបងឧស្សាហ៍សម្លឹងកុំព្យូទ័រច្រើនជាពិសេសបច្ចុប្បន្ននេះទូរស័ព្ទដៃនឹងគឺមានគ្រប់គ្នាខ្លះមានដល់ទៅម្នាក់2គ្រឿង3គ្រឿងអីក៏មានដែរបាទអញ្ចឹងពេលដែលបងសម្លឹងទូរស័ព្ទដៃច្រើនអាភ្លើងពណ៌ខៀវនៃទូរស័ព្ទហ្នឹងវាជះមកប៉ះដល់កែវភ្នែករបស់យើងបងអញ្ចឹងកាលណាបងចេះដាំរុក្ខជាតិខៀវនៅជុំវិញផ្ទះរបស់បងបាទធ្វើឲ្យបងទៅបលែងលេងជាមួយនឹងគាត់ហើយរុក្ខជាតិគឺសិតតែមានវិញ្ញាណបងសាកដាំរុក្ខជាតិមួយថោតូចហើយបងនិយាយជាមួយគាត់ឲ្យបានញឹកញាប់ជជែកលេងជាមួយគាត់សរសើរគាត់ណាបាទនឹងធ្វើប្រស្រ័យទំនាក់ទំនងជាមួយគាត់ឲ្យបានល្អឲ្យបានញឹកញាប់រុក្ខជាតិនឹងដុះកាន់តែល្អជាមួយនឹងយើងស្រែកទឹកជាមួយយើងដាក់ជីដែរអញ្ចឹងណាអញ្ចឹងតាមអ្នកជំនាញផ្នែកវិទ្យាសាស្ត្រក៏បានផ្ដល់ជូនដែរប្រសិនជាបងទាំងអស់គ្នាចេះជជែកលេងជាមួយរុក្ខជាតិនឹងជួយកាត់នៅបញ្ហា stress មួយចំនួនបាទការចិញ្ចឹមរុក្ខជាតិដូចជាការចិញ្ចឹមសត្វចឹងដែរយើងមិនដាំចោលទេពេលខ្លះយើងគិតថាដាំរុក្ខជាតិវាខុសពីការចិញ្ចឹមសត្វយើងត្រូវថែទាំដាក់ចំណីដាក់ទឹកដាក់អីឲ្យផ្សេងចឹងទៅបាទដែលយើងចិញ្ចឹមណាសត្វដែលយើងស្រឡាញ់ប៉ុន្តែរុក្ខជាតិក៏ដូចគ្នាដែរបងកាលណាបងដាំរុក្ខជាតិដូចជាបងចិញ្ចឹមដែរអញ្ចឹងបើបងចេះចិញ្ចឹមរុក្ខជាតិបងចេះជជែកលេងមួយគេបងចេះផ្ដល់នៅទំនាក់ទំនងល្អមួយគេឬក៏ផ្ដល់នៅការសរសើរឲ្យបានញឹកញាប់ថារុក្ខជាតិស្រស់ស្អាតរុក្ខជាតិពូកែរុក្ខជាតិមានហុងស៊ុយរុក្ខជាតិទាំងអស់ហ្នឹងគាត់កាន់តែដុះលូតលាស់ល្អហើយនាំនៅធាតុល្អចូលមក
កាន់គ្រួសាររបស់បងអញ្ចឹងបងអាចសាកល្បងជ្រើសរើសយករុក្ខជាតិទាំង5ប្រភេទនេះយកទៅដាំនៅក្នុងគេហដ្ឋានរបស់បងទាំងអស់គ្នាដើម្បីឡើងរាសីអាចដាំមួយកូនផើងតូចទៅបងទាំងអស់គ្នានឹងគឺជាវិធីសាស្ត្រលើករាសីហើយគប់ផ្សំនឹងយើងខំប្រឹងអនុវត្តរកប្រកបមុខរបរអាជីវកម្មអីបន្ថែមផ្សេងទៀតទៅដោយពេលបច្ចុប្បន្ននេះខ្ញុំសំណាងចក្រាបាននាំមកនៅជាមួយនឹងប្រភេទផលិតផលដែលនាំចូលពីសហរដ្ឋអាមេរិកជូនទៅកាន់បងទាំងអស់គ្នាជាពិសេសសម្រាប់បងដែលចង់មានមុខរបរអាជីវកម្មដែលមិនចាំបាច់ប្រើដើមទុននៅក្នុងការកាត់ស្តុកយកទៅទុកយកទៅតាំងក្នុងផ្ទះក្នុងទូអីនោះបងអាចតាក់ទងមកកាន់ខ្ញុំបានខ្ញុំមានក្រុមហ៊ុនមួយដែលមានឈ្មោះថាក្រុមហ៊ុន Elico ក្រុមហ៊ុនមួយនេះគឺបានផ្ដល់ឱកាសទៅកាន់ដៃគូផ្នែកលក់ទាំងអស់ដោយមិនចាំបាច់មានដើមទុននៅក្នុងការកាត់ស្តុកផលិតផលយកទៅទុកតាំងនៅផ្ទះនៅគេហដ្ឋានអីទេនៅតូបនៅហាងអីទេគ្រាន់តែបងមានសេចក្តីស្រឡាញ់ទៅលើការលក់ក្នុងវិស័យ digital នៅក្នុង online របស់យើងហ្នឹងបងមានទូរស័ព្ទដៃហើយបង្រៀនបងឲ្យចេះបង្កើត page បង្រៀនបងឲ្យចេះកាត់តវីដេអូកាត់តរូបភាពផ្សេងប៉ុន្តែបងត្រូវឆ្លាតវៃឆ្លៀសវៃឬក៏ពូកែឬក៏តស៊ូចិត្តអំណត់ដែរណាបាទមិនមែនខ្ញុំអាចបញ្ចូលវិជាគុណទៅកាន់បងបានទេអញ្ចឹងផលិតផលរបស់យើងនេះគឺយើងមានដល់ទៅ6មុខបងទាំងអស់គ្នាបាទទៅលើឈុតមុខយើងមាន Planet Extract Vitamin Cream ឯកទេសនៅក្នុងការជួយទៅលើផ្ទៃមុខដែលមានបញ្ហាស្ដើងក្រហមរួលឡើងសរសៃជាំបែកអាចរុយហើយសម្រាប់បងដែលមានបញ្ហាផ្ទៃមុខខ្មោចមុខក្តាំងមុខរឹងមុខមុនគល់មុនឬក៏គេហៅថាប្រភេទខ្ទុះធំណាបងកុំភ្លេចយកជាមួយនឹង Mix Beauty Serum ហើយសម្រាប់បងដែលចង់ឲ្យផ្ទៃមុខរបស់ខ្លួនតឹងម៉ត់រលោងណែនស្អាតសភ្លឺថ្លាសូមបងនឹកឃើញដល់ Beasty Pristine បាទហើយមួយទៀតនោះយើងមានជាមួយនឹងប្រភេទគ្រីមលាងសម្អាតផ្ទៃមុខដែលមានឈ្មោះថា Triple Win បាទជាប្រភេទគ្រីមលាងសម្អាតកម្ចាត់ពពួកបាក់តេរីអាក្រក់ផ្សេងក្នុងនោះក៏មិនភ្លេចដែរជាមួយនឹងប្រភេទ Custom UV Protect ជាប្រភេទលេខការពារកម្ដៅថ្ងៃដែលមានគុណភាពប្រសិទ្ធភាព 50/3 ជូនទៅកាន់បងហើយកាន់តែពិសេសបន្ថែមទៀតនោះជាមួយនឹងប្រភេទ Nick Chase គេហៅថាជាប្រភេទគ្រីមជួយបន្តឹងស្បែកកនិងដើមទ្រូងដែលជាធ្លាក់អញ្ចឹងសម្រាប់បងបរិសុទ្ធក្តីស្ត្រីក្តីក៏អាចប្រើបានដូចគ្នាផងដែរនៅលើទីបនៃផលិតផលបើក៏មានឧបករណ៍សម្រាប់ម៉ាស្សាបាទដើម្បីបន្តឹងស្បែកកនិងបន្តឹងដើមទ្រូងក្នុងនោះក៏មានផលិតផលបាទជាប្រភេទសុខភាពដែរដែលមានឈ្មោះថា Diva Plus ឯកទេសទៅលើបញ្ហាបាទរមាស់កន្ទោលរោស្បែកប្រតិកម្មជាមួយចំណីអាហារសម្រាប់បងនៅកបពិសាគ្រឿងសង្វឹងគោប្រភេទហើយកើតឡើងទៅជាបញ្ហាក្លិនមាត់ទៀតជះពីខាងក្នុងមកបដោះធ្មេញអនាគតបាត់សូមបងចាប់អារម្មណ៍ជាមួយផលិតផល Diva Plus ហើយសម្រាប់បងដែលមានបញ្ហាសុខភាពមាត់ធ្មេញហើយចង់ដោះធ្មេញពីខាងក្រៅក៏មានផលិតផលថ្នាំដោះធ្មេញមានធូបផងដែរជាផលិតផលគុណភាពស្តង់ដារហ្មងបាទគឺថា brand កូនខ្មែរគុណភាពជប៉ុនបាទកម្រិត VIP រดับ10ជូនតែម្ដងចង់បានផលិតផលដែលយកទៅលក់ដោយមិនចាំបាច់ប្រើដើមទុនសូមតាក់ទងមកកាន់ខ្ញុំសំណាងចក្រាតាមរយៈលេខទូរស័ព្ទ012 906 700 088 79 68 054ជួបខ្ញុំសំណាងចក្រានៅក្នុងវីដេអូបន្ត